បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះដែរខ្ញុំធ្វើការបង្ហាញពីរបៀបការលុបទៅលើកម្មវិធីណាមួយឲ្យបានត្រឹមត្រូវអឺអ្នកខ្លះគាត់នឹងធ្វើការលុបឧទាហរណ៍ពេលដែលគាត់លុបបែបនេះហើយយើងធ្វើការ delete គឺលុបអត់អស់ទេអញ្ចឹងអ្វីដែលយើងត្រូវធ្វើការលុបកម្មវិធីនៅលើកុំព្យូទ័រយើងឲ្យបានត្រឹមត្រូវជាដំបូងគឺយើងធ្វើការចុចពាក្យថា research នេះមកអូខេហើយបន្តមកយើងវាយពាក្យថា control channel នេះចុចលើវាមកអូខេមកដល់ត្រង់ចំណុចនេះសូមបងមកមើលពាក្យថា program អញ្ចឹងយើងធ្វើការចុចពាក្យថា program អូខេហើយមកដល់ត្រង់នេះចំណុចនេះទៀតនឹងចុចពាក្យថា program add file នេះមកម្ដងទៀតមកអូខេមកដល់ត្រង់ចំណុចនេះយើងត្រូវទៅមើលកម្មវិធីណាដែលយើងចង់លុបឥឡូវខ្ញុំទៅលុបទៅលើកម្មវិធី Photoshop អញ្ចឹងខ្ញុំរកកម្មវិធី Photoshop យើងធ្វើការចូលមកខាងក្រោមមកអូខេមកដល់នេះ Photoshop យើងធ្វើការ delete ទៅលើកម្មវិធី Photoshop អញ្ចឹងអ្វីដែលយើងត្រូវធ្វើការលុបជាដំបូងយើងធ្វើការចុចមកស្រាមលើវាមកអូខេហើយតមកវា load unit នេះហើយ start នេះយើងធ្វើការចុចលើវាមកអូខេយើងធ្វើការរងចាំបន្តិចបន្តមកយើងចុចពាក្យថា remove មិញណាលោតពាក្យថា remove យើងចុចពាក្យថា remove មកអញ្ចឹងយើងនឹងធ្វើការរងចាំវាឲ្យវាលោតបាន 100% ទៅយើងអាចលុបកម្មវិធីចេញពីកុំព្យូទ័រយើងបានអូខេយើងធ្វើការរងចាំបន្តិចមកអូខេអានេះពេញបាន 100% ហើយអញ្ចឹងយើងនឹងធ្វើការឆ្លោះអូខេពេលដែលយើងធ្វើការឆ្លោះហើយយើងចេញមកវិញទាំងអស់មកចេញ stress វាមួយមកវានឹងបាត់អូតូមកអូខេអានេះវាបាត់ហើយដោយសារយើងចុចលើវាទៅវាចុចអត់បានទេអញ្ចឹងយើងយកពាក្យ yes ទៅវានឹងបាត់ហើយបាត់ពីកម្មវិធីដែលយើង delete វិញណា Photoshop យើងបាត់ហើយអានេះចំណុចទី1ដែលយើងធ្វើការ delete ឲ្យបានត្រឹមត្រូវនៅលើម៉ាស៊ីនយើងណាហើយចំណុចទី2ខ្ញុំធ្វើការ install ទៅលើកម្មវិធី Photoshop ដែលខ្ញុំធ្វើការលុបមិញណាអញ្ចឹងfile Photoshop ដែលខ្ញុំដាក់ហ្នឹងនៅ 3D អញ្ចឹងខ្ញុំរក source វាមកអូខេនេះគឺជា Photoshop អញ្ចឹងខ្ញុំទៅឡើង Photoshop វិញ Photoshop នេះគឺជា Photoshop 2022អញ្ចឹងយើងធ្វើការស្រេចលើវា2ដងមកហើយមកដល់ត្រង់ចំណុចនេះយើងឃើញពាក្យថា set up អញ្ចឹងយើងចុចពាក្យលើ set up វាមកយើងស្រេចលើវា2ដងក៏បានយើងធ្វើការ mouse តាមលើវាយកពាក្យ run ទៅបានដែរហើយខ្ញុំយកពាក្យថា run អូខេហើយមកដល់ត្រង់ចំណុចនេះគឺជា Photoshop 2022អញ្ចឹងខ្ញុំធ្វើការ connect លើវាចុចលើនេះមកអូខេមកដល់ត្រង់ចំណុចនេះដែរយើងធ្វើការរងចាំវាទៀតអញ្ចឹងយើងធ្វើការរងចាំបាន 100% សិនណាអូខេអញ្ចឹងយើងសូមធ្វើការរងចាំបន្តិចមកហើយសូមបញ្ជាក់បន្តិចបើសិនជាបងត្រូវការជាសោះ Photoshop 2022ទុកសម្រាប់តឡើងនៅលើម៉ាស៊ីនរបស់បងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនអាច comment នៅខាងក្រោមវីដេអូរបស់ខ្ញុំនេះបងប្អូន comment ខាងក្រោមខ្ញុំអាចទម្លាក់ហ្វានឹងបានហើយបាទចឹងធ្វើការរងចាំបន្តិច
ok chẳng mình nhưng thời can tích ở xa nhưng rong trăm việc ban rồi phải nói về du tịch tông hai tham mùi là tí từ việc bay ban rồi phải rồi chẳng bây để về lột ban mà rồi phải nói nhưng thời can so thời là mất ok hơi bật tấm mới dương chính chẳng cam thi phù hợp là dương lẫn cứ ba này chân chơi là mới sớm ok ní nhưng sơ nhé ba này nè chẳng phù hợp đi bằng phải phí và xin chụp bằng online khơi nơi lên desktop tới dương ai mà sang nơi về mất và dương open file về mất mình nó đi vào nơi trái xì chứ thôi cái chặt tiền như đã lên desktop mất ok chứ nhưng bạn cầm thi vừa sọp mua vậy chứ thôi cả bao về là 7 tay và xin chị bon bon ở miền chụp ngõ ấy ai comment nơi càng crom video nhầm bán đưa cho ở nhưng mà một hai pi rồi bị bẹp con thì mùi nâng lơ mình xin con chỉ tới dưới ai ở comment tam video càng crom thì ba là xong một con để bạn đăng tới bài bye bye